សូមចុចពាក្យ Subscribe និងចុចលើរូបកណ្ដឹងដើម្បីទទួលបាននូវហោរាសាស្ត្រជាប្រចាំថ្ងៃបាទសូមអនុញ្ញាតលំអោនកាយគោរពនិងជម្រាបសួរទៅដល់បងប្អូននិងប្រិយមិត្តពុកម៉ែមាមីងលោកយាយលោកតាទាំងអស់គ្នាជាទីគោរពរាប់អានបាទនៅក្នុងថ្ងៃនេះដែរយើងវិលមកជួបគ្នាសារជាថ្មីនៅក្នុងនាទីហោរាសាស្ត្រហើយខ្ញុំនឹងនាំអារម្មណ៍បងប្អូននិងប្រិយមិត្តពុកម៉ែមាមីងទាំងអស់គ្នាមកធ្វើការតាមដាននៅជោគជាតារាសីសម្រាប់ថ្ងៃអាទិត្យនៅក្នុងថ្ងៃអាទិត្យនេះទីវាចរស្ថិតនៅក្នុងផ្នែកទេពតាឲ្យឬការសង់ផ្ទះការចូលស្ដីដណ្ដឹងកូននិងរៀបមង្គលការបានល្អប្រសើរប្រពៃតែកុំធ្វើដំណើរទៅកាន់ទីឆ្ងាយចំពោះការធ្វើដំណើររកស៊ីជួញដូរដើម្បីទទួលបានជោគជ័យអ្នកត្រូវប្រកាន់យកទិសខាងជើងនិងទទួលបានលាភជ័យកុំចោលយាត្រាទៅទិសខាងត្បូងធ្វើអ្វីពុំគួរប្រសើរឡើយជាទិសអពមង្គលចំពោះការមើលតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលនិងបើចង់ទទួលបានលាភជ័យជោគជ័យអ្វីមួយនោះឲ្យអង្គុយនៅទិសខាងត្បូងបែរមុខទៅរកទិសអាគ្នេយ៍ចំពោះការមើលតាមក្បួនកាកបាទយាមក្រឡាបុរាណលោកបានចងក្រងយាមក្រឡានេះសម្រាប់ប្រើនៅពេលចេញដំណើរថ្ងៃឬយប់ដើម្បីទទួលបានសិរីសួស្តីជ័យជំនះគ្រប់កលៈទេសៈត្រូវដឹងម៉ោងណាល្អដូចតទៅក្នុងម៉ោងយប់ព្រឹកចាប់ពីមាន់រងាវរហូតដល់ 6:30 នាទីព្រឹកគឺជាម៉ោង 04 ល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះអ្វីអាចចូលបានឡើយគឺមានតែលៀបបរិបូរក្នុងម៉ោងពេញពន្លឺចាប់ពីម៉ោង 6:30 រហូតដល់ម៉ោង 11:00 គឺជាម៉ោងកក្កបាទតណាមកណានឹងកើតក្តីអន្តរាយគួរធ្វើការប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងៗឬទុករបស់ឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយបើចេញដំណើរពីផ្ទះនៅចន្លោះម៉ោងនេះនឹងមានគ្រោះចូលមកជាយីក្នុងម៉ោងថ្ងៃត្រង់ចាប់ពីម៉ោង 11:00 រហូតដល់ម៉ោង 2:00 គឺជាម៉ោងផ្លត់0តទេគ្មានអ្វីទាំងអស់មានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបគ្រោះអ្វីផងដែរក្នុងម៉ោងរសៀលចាប់ពីម៉ោង 2:00 រហូតដល់ម៉ោង 5:00 គឺជាម៉ោង 02 ដែលជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសេចក្តីសុខល្អនៅក្នុងចន្លោះម៉ោងនេះក្នុងម៉ោងល្ងាចយប់ចាប់ពីម៉ោង 5:00 រហូតដល់ម៉ោងចូលសម្រាកគឺជាម៉ោង 01 មានន័យថាការធ្វើដំណើរឬធ្វើជំនួញផ្សេងៗមិនល្អឡើយគឺជាពេលគ្រោះកាចនៅក្នុងចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរសូមបងប្អូននិងប្រិយមិត្តពុកម៉ែមាមីងទាំងអស់គ្នាមកធ្វើការតាមដានជាមួយខ្ញុំដូចតទៅនេះថាតើនៅក្នុងថ្ងៃនេះមានឆ្នាំណាខ្លះដែលមានរាសីឡើងខ្ពស់ត្រដែតនិងឆ្នាំណាខ្លះដែលមានរាសីធ្លាក់ស្រុតចុះអញ្ចឹងសូមធ្វើការតាមដានជាមួយខ្ញុំដូចតទៅសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតរាសីនៅក្នុងថ្ងៃនេះឃើញថាល្អជាមួយជុំនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកល្អប្រសើរម្ល៉េះហើយបើចង់ធ្វើអ្វីឃើញថាមានការជឿនលឿននិងមានជោគជ័យចំពោះមុខច្រើននៅក្នុងថ្ងៃនេះដែរលោកអ្នកមានអារម្មណ៍តបប្រមល់ច្រើនដូចនេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបល្អប្រសើរចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូលប្រយ័ត្នក្រុមមនុស្សអុចអាលនាំឲ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃការធ្វើដំណើរទីជិតទីឆ្ងាយឲ្យប្រយ័ត្នការជួយយកអាសាគេច្រើនព្រោះយកគុណបដូរទោសវិញតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំចូលប្រយ័ត្ននៅក្រុមមនុស្សទី3ចូលមកអុកឡុកនាំឲ្យកើតជម្លោះវិវាទឈានទៅដល់ការបែកបាក់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវរាសីនៅក្នុងថ្ងៃនេះឃើញថាធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងមើលមុខមើលក្រោយបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបនៅបញ្ហាប្រទាំងប្រទើជាពិសេសចូលប្រយ័ត្នការកើតជម្លោះវិវាទណាមួយកើតឡើងព្រោះតែភាពប្រចែប្រច័ណ្ឌឈ្នានីសការរស់នៅឲ្យប្រយ័ត្នប្រយែងនៅបញ្ហាចំណីចំណុកនិងសុខភាពបន្តិចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការប្រឆាំងនិងមិនសូវចេះអត់ឱនឲ្យគ្នាប៉ុន្មាននោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាល
រាសីនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះមានជោគមានជ័យគួរប្រសើរដូចនេះបើចង់ធ្វើអ្វីមួយឃើញថាមានការជឿនលឿនទៅមុខជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនៅក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ចការធ្វើដំណើរទីឆ្ងាយទីជិតជួបនៅភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសម្ព័ន្ធសេចក្តីស្នេហាប្រុសស្រីបើចង់ណែនាំឲ្យចាស់ទុំបានស្គាល់ឬចូលចែកចៅជាឱកាសល្អប្រពៃបំផុតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះរាសីនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះការងារតូចធំលោកអ្នកអាចសម្រុកបានពេញទីហើយពីព្រោះថាផលល្អតែងតែឆ្លើយតបនៅពេលនេះឬពេលក្រោយមកវិញជានិច្ចសម្រាប់ការរស់នៅលោកអ្នកមានភាពសុខដុមនិងទៅទីណាមកណាមានតែក្រុមមនុស្សជួយយកអាសាផងដែរអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះធ្វើអ្វីក៏តែងតែមានការជឿនលឿនទៅមុខសន្សំជានិច្ចរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃណាស់ដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងរាសីនៅក្នុងថ្ងៃនេះឃើញថាធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះអារម្មណ៍ងាយនឹងកើតនឹងការតបប្រមល់ហើយជាពិសេសមានរឿងរ៉ាវច្រើនថែមទៀតអ្នកប្រកបរបររកស៊ីជួញដូរជួបនឹងការលំបាកក្នុងការរកផលចំណូលណាស់តែងាយនឹងចំណាយទៅវិញហេតុនេះត្រូវចេះចាយវាយសន្សំសំចៃដើម្បីជៀសវាងជួបវិបត្តិថវិកាណាមួយកើតឡើងការធ្វើដំណើរទីឆ្ងាយទីជិតជួបនូវភាពសុខដុមដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្មុគស្មាញនិងបង្កជម្លោះចំពោះគ្នាច្រើនដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំម៉សាញ់រាសីនៅក្នុងថ្ងៃនេះឃើញថាល្អជាមធ្យមនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកពុំគួរប្រសើរទេដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទៅលើកិច្ចការងារព្រោះងាយជួបនៅរឿងរ៉ាវអាក្រក់ជាងល្អនៅពេលនេះលោកអ្នកត្រូវចេះជ្រើសរើសថ្ងៃល្អសម្រាប់ធ្វើការអ្វីមួយព្រោះថាផលល្អនោះក៏មានការហុចឲ្យគួរជាទីពេញចិត្តផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានបញ្ហាអ្វីចូលចេះឆាប់បញ្ចប់ទើបមានការល្អជាពិសេសជំនួសវិវាទបើពំនោះប្រយ័ត្នជួបរឿងតូចប្រែคล้ายជារីកធំរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសស្រីជួបនៅរឿងរកម្មចិត្តព្រោះតែម្នាក់មានចិត្តរឹងមានអ្នកចង់ចាញ់ចង់ឈ្នះគ្នាផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមីរាសីនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់ការចរចាទំនាក់ទំនងការងារអ្វីមួយព្រោះថាតែងតែផ្ដល់ផលល្អឆ្លើយតបមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉េះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្ដាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងតែហុចមកវិញដោយសមប្រកបការធ្វើដំណើរទីឆ្ងាយទីជិតជួបនៅភាពសុខដុមដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងតែសុខដុមនិងមានភាពផ្អែមល្ហែមគួរសមជាមួយនឹងគ្នាសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមែរាសីនៅក្នុងថ្ងៃនេះឃើញថាធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកមិនល្អប្រសើរទេពីព្រោះថាផលអាក្រក់នោះមានការតាមយាយីនាំឲ្យពិបាកឆ្លងកាត់ផងក្រៅពីនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងនៅបញ្ហាកើតឡើងដោយនឹកស្មានមិនដល់ដោយប្រការណាមួយសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងហើយទីបំផុតកើតមានរឿងមើលមុខគ្នាមិនសូវចំថែមទៀតរីឯបញ្ហាសម្ព័ន្ធសេចក្តីស្នេហាប្រុសស្រីត្រូវចេះយកចិត្តទុកដាក់ចំពោះគ្នាហើយមិនត្រូវយកភាពប្រចែកប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខានសម្រាប់អស់លោកអ្នកដែលកើតឆ្នាំវករាសីនៅក្នុងថ្ងៃនេះឃើញថាល្អជាមធ្យមនៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងតែមានការជឿនលឿននិង
ជំនួសវិវាទក៏គ្មានផងដែរម្ល៉េះហើយរាល់កិច្ចការងារបើសម្រុកតែងតែជោគជ័យគួរសមផងអ្នកប្រកបរបររកស៊ីជួញដូរឃើញថាទាំងការជួញទីចិត្តទីឆ្ងាយមានភាពលំនឹងល្អពលមិនមានអ្វីប្រែប្រួលដូចជាទីកត់សម្គាល់ទេគឺដូចសពមួយដងចំណែកការធ្វើដំណើរមានភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលច្រើនគប្បីមានការប្រយ័ត្នប្រយែងរីឯបញ្ហាសម្ព័ន្ធសេចក្តីស្នេហាប្រុសស្រីពេលនេះមានរឿងរ៉ាវចូលមកកកោផ្លូវចិត្តធ្វើឲ្យកើតការប្រទាំងប្រទើសជាមួយគ្នាច្រើនសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរការាសីនៅក្នុងថ្ងៃនេះឃើញថាធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះបើទោះបីដួងរាសីធ្លាក់ស្រុតចុះប៉ុន្តែលោកអ្នកនៅតែអាចប្រកបការងារបានដូចធម្មតាគ្រាន់តែប្រយ័ត្នប្រយែងបន្តិចទើបល្អប្រសើរចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះមានការប្រជែងគ្នាច្រើននិងជាពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការប្រយ័ត្នប្រយែងការធ្វើដំណើរទីឆ្ងាយចិត្តជួបនូវភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំចង់ទុំមុនស្រគៀលប្រយ័ត្នកើតរឿងប្រុសប្រកែកស្រីប្រកាន់រឿងធំអាប់អោនអស់កិត្តិយសសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចរាសីនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឲ្យសប្បាយចិត្តផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីចិត្តទីឆ្ងាយទោះពុំសូវផ្ដល់ផលល្អពិតមែនតែក៏មានភាពសុខដុមល្អប្រពៃណាស់ការធ្វើដំណើរទីឆ្ងាយទីចិត្តមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងតែមានភាពស្រស់ស្រួលនិងគ្នាល្អប្រពៃសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកុររាសីនៅក្នុងថ្ងៃនេះឃើញថាល្អជាមួយជុំនៅក្នុងថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកតោងតែចេះមើលគេមើលឯងហើយមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយបើពុំនោះទេបញ្ហាល្អសោះនឹងប្រែទៅជាអាក្រក់វិញជាពុំខានសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនអ្វីមួយត្រូវចេះពិនិត្យឲ្យបានល្អិតល្អន់ទើបពុំជួបការផ្លាំងភ្លាត់ត្រូវអស់ប្រាក់កាក់ឥតអំពើការធ្វើដំណើរទីចិត្តទីឆ្ងាយចូលក៏មានចិត្តលោភលន់ទៅលើអ្វីមួយពីព្រោះនោះនឹងនាំទុកមកវិញជាពុំខានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំគប្បីជ្រួលជ្រើមប្រយ័ត្នការសប្បាយคล้ายជាទុកវិញបាទសូមអរគុណបងប្អូននិងប្រិយមិត្តពុកម៉ែមាមីងលោកយាយលោកតាទាំងអស់គ្នាជាទីគោរពរាប់អានដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដាននៅជោគជតារាសីដែលធ្វើការបកស្រាយបង្ហាញជូនដោយខ្ញុំបាទខ្មែរ Horoscope Daily ខ្ញុំបាទសូមជូនពរឲ្យបងប្អូននិងប្រិយមិត្តពុកម៉ែមាមីងទាំងអស់គ្នាជួបប្រទះតែសំណាងល្អគ្រប់ក្រុមគ្រួសារនិងរាល់ការធ្វើដំណើរទីចិត្តទីឆ្ងាយសូមឲ្យជួបតែសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញបាទសូមអរគុណសូមចុចពាក្យ Subscribe និងចុចលើរូបកណ្ដឹងដើម្បីទទួលបាននូវហោរាសាស្ត្រជាប្រចាំថ្ងៃ